Hello អ្នកនរគ្នាថ្ងៃនេះគឺយើងមកធ្វើការ configure Roji របស់យើងគឺ mesh ពី Roji main router របស់យើងមកកាន់ sub router នេះអញ្ចឹងពេលដែលអ្នកនរគ្នាធ្វើការ configure sub router របស់យើងគឺយើងធ្វើការ reset router របស់យើងឲ្យអស់សិនមកដើម្បីកុំឲ្យវាមានជាប់ configuration អីផ្សេងអញ្ចឹងពេលដែលយើង mesh ទៅយើងគ្រាន់តែចុចលើ main router តែមួយ click ទេនេះប៊ូតុងនេះអ្នកនរគ្នាអាចមើលប៊ូតុងខ្មៅនេះបានយើងចុចតែមួយ click មកគឺ main router វានឹង synchronize រុញconfiguration ទាំងអស់ហ្នឹងចូលមកកាន់ sub router យើងហើយអញ្ចឹងគឺយើងគ្រាន់តែ reset អានេះឲ្យ clear ឲ្យអស់មកអញ្ចឹងដើម្បីអ្នកនរគ្នាអាចធ្វើការ reset បានយើងអាចចុចប៊ូតុងខាងក្រោយនេះក៏បានឬក៏អ្នកនរគ្នាមានអាច log in log អីបានយើងអាចធ្វើការ log in មកតែដើម្បីកុំឲ្យស្មុគស្មាញគឺយើង reset យកហ្មងទៅហើយខាងក្រោមនេះ10 second យើង reset អញ្ចឹងយើងចុច hold វា10 second មកគឺយើងសង្កត់វាជាប់មកអ្នកនរគ្នាអាចមើលភ្លើងខាងមុខទៅឥឡូវយើងធ្វើការ reset 1 2 3 4 5 6 7 8 9 10 ចឹងពេលដែលភ្លើងវាចាប់ផ្ដើមភ្លើផ្លេតអញ្ចឹងហើយយើងអាចចាំវាតិចសិនទៅចាំប្រហែលជា10 second ទៅ1នាទីទៀតណាអញ្ចឹងពេលដែលវា boot up ហើយចាំយើងធ្វើការ configure router របស់យើងបានអញ្ចឹងកន្លែងនេះយើងអាចធ្វើការចាំវាប្រហែលជា10 second អីសិនណាពេលដែល router វាប្លែកភ្លើងតិចយើងអាចធ្វើការ mesh បាននេះឥឡូវកន្លែងនេះខ្ញុំសុំកាត់តិចវាឲ្យវាយូរដែរអូខេឥឡូវយើងតទៀតគឺ router របស់យើងចាប់ផ្ដើមភ្លើងផ្លែតតិចអីអ្នកនរមើលនេះភ្លើងបែបហ្នឹងចេញភ្លើងផ្លែតតិចហ្នឹងយើងអាចធ្វើការ mesh បានហើយអញ្ចឹងឥឡូវបន្ទាប់ពីយើង reset ហើយយើងអាចចាប់ផ្ដើមមើល main router យើងវិញមកអញ្ចឹងខ្ញុំបញ្ជាក់កន្លែងនេះគឺពេលដែលយើង roaming យើងធ្វើការ mesh ដោយយើងចុចប៊ូតុងហ្នឹងគឺរាល់ configuration នៅលើ main router ហ្នឹងវានឹងធ្វើការបញ្ជូនមកកាន់ sub router របស់យើងទាំងអស់មិនថា configuration ឈ្មោះ password management អីហ្នឹងគឺចូលមកកាន់ sub router យើងទាំងអស់ហើយពេលដែលយើងធ្វើការ configure បែបហ្នឹងវាងាយស្រួលយើងអត់ចាំបាច់ហត់វាយ password ទៅជាន់ក្រោមមកជាន់លើផងបើសិនជាអ្នកនរគ្នាមាន Roji model ដូចគ្នាអាហ្នឹងយើងងាយស្រួលក្នុងការធ្វើអញ្ចឹងណាអញ្ចឹងបើសិនជាអ្នកនរគ្នាមាន model ផ្សេងអាហ្នឹងគឺខ្ញុំអត់ recommend ឲ្យចុចប៊ូតុងបែប mesh អញ្ចឹងទេប៊ូតុង mesh អញ្ចឹងយើងអាចងាយស្រួលតែជាមួយ model ដូចគ្នាទេគឺ Roji ដូចគ្នាអញ្ចឹងអ្នកនរគ្នាអាចមាន model Roji ផ្សេងអីក៏បានដែរឥឡូវដល់វគ្គយើងធ្វើការ mesh main router អីអញ្ចឹងបន្ទាប់ពីយើង reset sub router ហើយយើងទុកមកដប់សិនវាអត់ប៉ះពាល់ sub router អីទៀតទេគឺយើងមកមើល main router យើងវិញអញ្ចឹងអ្នកនរគ្នាអាចមើល main router របស់ខ្ញុំនេះអញ្ចឹងប៊ូតុងខាងក្រោយហ្នឹងអ្នកនរគ្នាមើលប៊ូតុងខាងក្រោយនេះមានប៊ូតុងខ្មៅមួយហ្នឹងហើយយើងមើលភ្លើងខាងមុខមកអញ្ចឹងពេលអ្នកនរគ្នាធ្វើការ mesh យើងគ្រាន់តែចុចប៊ូតុងខាងក្រោយហ្នឹងមួយមកបានទេឥឡូវខ្ញុំចាប់ដើមចុចអ្នកនរគ្នាអាចមើលភ្លើងកន្លែងនេះអញ្ចឹងពេលដែលវាភ្លើបផ្លែតអញ្ចឹងអាហ្នឹងគឺវានឹងចាប់ផ្ដើមfind row តាក់ទងជាមួយ Roji របស់វាអញ្ចឹងភ្លើងវាចាប់ផ្ដើមភ្លើបផ្លែតហើយយើងអាចមើល sub router របស់យើងចុចតែមួយ click ចឹងហើយចប់អញ្ចឹងយើងអាចមើល sub router របស់យើងមកពេលដែល sub router របស់យើងភ្លើង app ភ្លើងអីអស់អញ្ចឹងរាល់ configuration ទាំងអស់ហ្នឹងវានឹងមកជូនមកអស់ហើយនេះសំខាន់ណាកន្លែង system ហ្នឹងគឺវាលែងលោតភ្លើងភ្លើបផ្លែតគឺវា app ជាប់ដូចខាង main router ហ្នឹងគឺ mesh បានហើយកន្លែងហ្នឹងយើងអាចចាំប្រហែលជា1នាទីទៅ2នាទីទៀតអាចជាយូរគួរសមដែរអញ្ចឹងកន្លែងនេះគឺខ្ញុំសូមកាត់បន្ថែមទៀតពេលដែលវាចប់ខ្ញុំនឹងបន្ត continue វីដេអូរបស់យើងគេឥឡូវមើលទៅដូចជាចប់ហើយនេះចាប់ផ្ដើម app ហើយអញ្ចឹងយើងចាំវាបន្តិចទៀតគេឥឡូវខ្ញុំសូមកាត់តិចនៅភ្លើបផ្លែតឡើយទេឥឡូវយើង continue ការ configure របស់យើងទៀតនេះពេលដែលយើងចុចប៊ូតុងហ្នឹងហើយយើងចាំប្រហែលជា2នាទីទៅsub router main router របស់យើងហ្នឹងគឺវានឹងបញ្ជូន configuration មកកាន់ sub router របស់យើងហើយអញ្ចឹងអ្នកនរគ្នាអាចដកភ្លើងដកអីយកទៅដាក់ជាន់ក្រោមឬក៏ជាន់ណាដែលវាអាចចាប់ signal បានអញ្ចឹងណាអញ្ចឹងអ្នកនរគ្នាអាចយកទៅតេស្តមើលជាក់ស្ដែងហើយខ្ញុំនឹងមាន app មួយអ្នកនរគ្នាអាចតេស្តមើល signal ទៅដើម្បីថាការ roaming ហើយនឹង mesh ហ្នឹងវាដើរស្រួលអត់វាអាចចាប់ signal ខាងក្រោមអូតូអត់អញ្ចឹងណាពេលអ្នកនរគ្នាចុះទៅខាងក្រោមហើយវាអាចនឹង synchronize signal ហ្នឹង
ទៅកាន់ sub main router របស់យើងកើតអត់វាអាចនឹង auto connect ទៅលើ sub router ដែរអត់អញ្ចឹងអ្នកនរអាចតេស្តមើលជាក់ស្ដែងឥឡូវគឺយើងនឹងជួបគ្នាតិចទៀតតាក់ទងជាមួយនឹង app ហើយតិចទៀតគឺយើងនឹងធ្វើការតេស្តមើល signal របស់យើងទាំងអស់គ្នាអញ្ចឹងអ្នកនរអាចធ្វើការ download app នៅលើទូរស័ព្ទអ្នកនរមួយមកហើយមុននឹងយើងធ្វើការតេស្ត signal យើងទៅមើល configuration របស់យើងសិនថាមានឈ្មោះ password អី Wi-Fi អីនៅលើ main router របស់យើងចឹងអានេះគឺខ្ញុំបានដោត network card ដោតអីហ្នឹងគឺចូលមកកាន់កុំព្យូទ័ររបស់ខ្ញុំអស់ហើយនេះខ្សែចូលមកកាន់កុំព្យូទ័ររបស់ខ្ញុំអានេះខ្សែអត់ប្រើទេយើងទុកចោលគេឥឡូវយើងចូលមកកាន់កុំព្យូទ័រយើងវិញមកពេលដែលអ្នកនរគ្នាធ្វើការចូលមកដល់កុំព្យូទ័រយើងហើយយើងអាចទៅ check មើល network card របស់យើងមកថាទទួលបាន IP អី IP អីកន្លែងនេះគឺខ្ញុំដឹង IP ដឹងអីអស់ហើយនេះខ្ញុំវាយ gateway របស់ខ្ញុំចូលមកកាន់ web interface មកគឺបានទេហើយយើងវាយ management password យើងចូលមកអូខេយើង log in បន្ទាប់ពី log in ហើយអ្នកនរអាចមើល diagram ខាងលើនេះវាមាន sub router មួយដែលយើងប្រើប្រាស់ទៅលើការ mesh មិញហ្នឹងយើងអាចចូលមកកាន់ sub router របស់យើងមកថាបាន IP អីនេះគឺ sub router របស់យើងទទួលបាន IP 3.147 អញ្ចឹងពេលដែលអ្នកនរធ្វើការ configure ធ្វើការអីវានឹង synchronize អីទាំងអស់នៅលើ main router ទៅកាន់ sub router របស់យើងឥឡូវយើងអាចចូលមកកាន់ wireless មកនេះអានេះគឺ main router របស់យើងឈ្មោះថា OP Wi-Fi OP01 ហើយ password ប៉ុណ្នេះអញ្ចឹងឥឡូវឧទាហរណ៍ខ្ញុំដាក់ឥឡូវយើងមិនតន់ឧទាហរណ៍ទេយើងចូលមកកាន់ sub router របស់យើងសិនហើយយើងទទួលបាន IP អី IP អីដើម្បីអ្នកនរអាចមើលជាក់ស្ដែងអញ្ចឹងណាគេឥឡូវយើងចូលមកកាន់ sub router យើងមកហើយយើងអាច copy IP ហ្នឹងចូលមកកាន់ web tab ទៀតមកហើយយើងវាយ management គឺ management ដូចជាមួយនឹង main router យើងអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំបញ្ជាក់វានឹង sync រាល់ configuration នៅលើ main router របស់យើងទាំងអស់មកកាន់ sub router របស់យើងហើយកន្លែងនេះអ្នកនរអាចដាក់ឈ្មោះចំណាំថា ground floor ឬក៏ first floor អីធម្មតាបានអញ្ចឹងណាវាអត់មានប៉ះពាល់អីទេហើយកន្លែងនេះអ្នកនរអាចធ្វើការ check មើលថា user នៅលើ sub router អ្នកនរមាន connect ប្រមាណអីប្រមាណបានហើយអ្នកនរអាចមើលកន្លែងនេះគឺវាបិទអត់ឲ្យយើងកែប្រែអីទាំងអស់រាល់ configuration គឺវានឹងទាញពី main router មកទាំងអស់អ្នកនរអាចឃើញ OP01 ឥឡូវឧទាហរណ៍ថាខ្ញុំ change Wi-Fi នៅលើនេះដាក់ OP02 អញ្ចឹងណាហើយខ្ញុំ save បន្ទាប់ពីខ្ញុំ save ហើយខ្ញុំចាំវាតិចសិនហើយយើងចូលមកវិញធ្វើការ refresh page មួយហើយចាំមើលវា save វា synchronize អត់អ្នកនរឃើញនេះគឺវានឹង synchronize automatic ទាំងអស់រាល់ configuration ចេញពី main router អញ្ចឹងវាស្រួលយើងអត់ចាំបាច់ហត់ mesh អីញ៉ៃដូចយើងប្រើ Wi-Fi scanner option កន្លែងនេះទេនេះកន្លែងនេះគឺវាធ្វើការផ្សេងអញ្ចឹងណាតែនេះគឺយើងប្រើបែបផ្សេងហើយវីដេអូក្រោយគឺយើងនឹងជួបគ្នាតាក់ទងជាមួយនឹង repeater ដោយយើង scan Wi-Fi ប្រើ password manual អី manual តែគឺខ្ញុំ highly recommend គឺប្រើអានេះទៅស្រួលវា roaming automatic ទាំងអស់អញ្ចឹងវីដេអូរបស់យើងគឺយើងមានតែប៉ុណ្្នឹងទេហើយឥឡូវយើងចូលមកកាន់ទូរស័ព្ទរបស់យើងវិញដើម្បីយើង check មើលថា app អីដែលយើងអាចធ្វើការ test signal Wi-Fi បានអញ្ចឹងណាអូខេឥឡូវគឺយើងចូលមកដល់ទូរស័ព្ទហើយយើងចូលមកកាន់ setting មកហើយអ្នកនរអាច connect Wi-Fi អ្នកនរទៅនេះ Wi-Fi របស់យើងមិនឈ្មោះ OP02 យើងវាយ Wi-Fi យើងចូលមក password អូខេបន្ទាប់ពីយើងវាយ password ហើយយើងអាចតេស្តមើលបានហើយអ្នកនរប្រើ iOS ទៅ download app មួយមកឈ្មោះថា AirPod ហើយយើងអាចចូលមកកាន់ setting វិញយើងចូលមកកាន់ setting ហើយយើង scroll មករក app ហ្នឹងមកពេលដែលយើង download ហើយ Android គឺមាន app ច្រើនផ្សេងទៀតអ្នកនរអាច check បានគឺមានជា IP scanner អីហ្នឹងវាមានច្រើន Android វាមានច្រើនទូលំទូលាយជាងហ្នឹងណាហើយពេលដែលអ្នកនរចូលមកយើងចូលមកកាន់ AirPod របស់យើងនឹងមកហើយយើង complete enable នេះ Wi-Fi scanner ខាងក្រោមនឹងមួយមកនេះដំបូងគឺវាបិទអញ្ចឹងយើងត្រូវការ enable វាឡើងវិញហើយយើងចូលមកកាន់ app នឹងមកអូខេហើយយើងចុចពាក្យថាខាងលើនេះ Wi-Fi scan ហ្នឹងហើយយើងចុច scan អញ្ចឹងទៅគឺវានឹងរក signal ថា
វាខ្សោយឬក៏ខ្លាំងអីអ្នកនេះអាចមើលកន្លែងដកនេះដក 33 dBm ហើយនឹងដក 30 dBm ហ្នឹងអ្នកនេះអាចមើល signal Wi-Fi ឈ្មោះអ្នកនរទៅអ្នកនេះអាចធ្វើការ testing ពីជាន់លើទៅជាន់ក្រោមអញ្ចឹងណាបើសិនជាដកកាន់តែខ្លាំងអាហ្នឹង Wi-Fi របស់យើងកាន់តែឆ្ងាយហើយប៉ុន្តែបើសិនជាអ្នកនរដើរទៅជាន់ក្រោមទៅឃើញថា signal នេះវាឡើងខ្ពស់ដល់ 50 អីចឹងណាហើយវាដាច់ទៅវិញដល់សល់ 20 ឬក៏ 10 ក្បែរ Wi-Fi អ្នកនរជាន់ក្រោមហ្នឹងមានន័យថាវាអូតូម៉ាទិកវានឹងធ្វើការ connect ទៅកាន់ sub router យើងបានទេអញ្ចឹងកន្លែងហ្នឹងគឺយើងអាចធ្វើការ testing ប៉ុណ្ណឹងបានអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេ